សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងមកចែករំលែកមួយទៀតហើយនឹងហើយដោយសារបងប្អូនយើងសួរមកច្រើនមែនទែននឹងហើយថា Vivo យើងអាចបំបែក Facebook ជាពីរឆាតពីរបានដែរឬអត់ហើយមួយកម្មវិធីផ្សេងៗបានទៀតឬអត់ហ្នឹងហើយសូមតប comment បងប្អូនបងដែលគាត់សួរមកនឹងហើយបានដូចគ្នាបងនឹងហើយគ្រប់ទូរស័ព្ទគឺអាចបំបែក Facebook ពីរឆាតពីរបាននឹងហើយ Live ពីរឬមួយ Telegram ពីរបានហ្នឹងហើយអូខេ បន្ទាប់មកបងប្អូនចូលមករកការកំណត់មកហ្នឹងហើយរកការកំណត់យើងមកនេះការកំណត់យើងបងប្អូនចុចមកលើការកំណត់មកនេះការកំណត់នេះណានេះប៉ះលើការកំណត់នឹងមកនេះវានឹងចេញមកបែបនេះបងប្អូនណាចេញមកបែបនេះបងប្អូនចូលទៅរកពាក្យថាកម្មវិធីបងប្អូនណាហ្នឹងហើយរកពាក្យកម្មវិធីនេះណាបងប្អូននេះពាក្យថាកម្មវិធីនេះមួយខ្ញុំអត់ហ៊ានធ្វើលឿនទេខ្លាចបងប្អូនមើលអត់ទាន់នេះចូលកន្លែងកម្មវិធីហ្នឹងហ្នឹងហើយលើសម្រាប់ទៅលើ Vivo បងប្អូនសម្រាប់ទូរស័ព្ទផ្សេងបើអត់រត់ឃើញជួយ comment មកខាងក្រោមមកណាបងប្អូនហ្នឹងហើយទៅមានគ្រឿង Vivo មួយនេះគាត់យកមកឲ្យបំបែកឲ្យមើលហ្នឹងហើយដល់អញ្ចឹងចុចលើកម្មវិធីនឹងមកអូខេដល់ពេលបានកម្មវិធីនឹងហើយបងប្អូនអូសខាងលើមកដល់នេះហើយអូសខាងលើមកបងប្អូននឹងឃើញពាក្យមួយគេថាអឺ clone កម្មវិធីនេះឃើញបងប្អូនឃើញតើទូរស័ព្ទ Vivo អាច clone បានប្រមាណកម្មវិធីតើមានកម្មវិធីណាខ្លះដែលអាច clone បានដល់អញ្ចឹងមកមើលទាំងអស់គ្នាបងប្អូនចុចចូលមកហើយចុចចូលអញ្ចឹងមកបងប្អូននេះច្រើនមែនទែនដែលសម្រាប់បាន clone បានណាអឺកម្មវិធីដែលអាច clone បានគឺមាន9កម្មវិធីនៅដែលមើលឃើញហ្នឹងហ្នឹងហើយបើសិនតែចង់ clone កម្មវិធីណាមួយបងប្អូនក៏ចុចបើកមកនេះចុចបើកចេះមកនេះហ្នឹងហើយចុចបើកលើហ្នឹងមកតោះមកធ្វើទាំងអស់គ្នាហ្នឹងហើយចុចបើកយ៉ាងមកនេះវាកំពុងតែដំឡើងហ្នឹងហើយដល់អញ្ចឹងបើក Facebook ពីរហើយមកបើកឆាតមួយទៀតឆាតនៅណាបងប្អូននេះឆាតយើងមកបើកឆាតមួយទៀតនេះឆាតមកបើកឆាតមួយទៀតអានេះសម្រាប់ Vivo បងប្អូនហ្នឹងហើយបញ្ជាក់ឲ្យបានច្បាស់វាមានផ្សេងៗទៀតនេះមាន Line មានអីទៀតច្រើនហ្នឹងហើយតែខ្ញុំសុំយកទៅពីរហ្នឹងទេខ្ញុំបើកឲ្យគាត់ព្រោះគាត់ស្នើសុំបើក Facebook ពីរព្រោះគាត់មាន G2 គាត់ចង់ដាក់ពីរអញ្ចឹងនេះចង់ដាក់3គ្នាអូខេឥឡូវយើងចុចចេញមកតើវាបានហើយនៅហ្នឹងហើយចុចអូសចោលមួយសិនមកចុចអូសមួយតោះគាត់លេងអត់ដែលអូសទេចុចរមកកម្មវិធីឡើងមកនៅនេះបងប្អូនឃើញទេកម្មវិធីដែលបំបែកមិញគឺនៅនឹងឯងដែលបំបែកមកបាន2មិញគឺនៅនឹងដល់អញ្ចឹងបងប្អូនអាចចូលទៅលើយក Gmail យើងយកលេខកូដយើងវាយចូលហ្មងហ្នឹងហើយវាយចូលលើ Facebook ហ្នឹងមកនេះ Facebook មួយទៀតនេះបន្តមកឲ្យពេញលក្ខណៈវាមកនេះបងប្អូនក៏យក Gmail មកវាយចូលមកគឺបានជោគជ័យហើយអត់ពិបាកទេហ្នឹងហើយអានេះគឺ Facebook គាត់មួយទៀតនេះនៅខាងក្រោមនេះគឺ Facebook គាត់មួយទៀតហេដល់អញ្ចឹង Facebook គាត់នឹងបាន2ហើយឆាត2Facebook មួយនេះគាត់លេងជាមួយអ្នកផ្សេងតែ Facebook មួយទៀតគាត់លេងជាមួយអ្នកផ្សេងទៀតគឺងាយស្រួលអញ្ចឹងបងប្អូនណាហ្នឹងហើយសង្ឃឹមថាបងប្អូនធ្វើបានគ្រប់គ្នា